ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរយើងមានដុតមន់ជាមួយនឹងអន្លក់មានដុតមន់ត្រយូងចេកមានត្រប់វែងមានដូចជាស្ពៃក្តោបអឺបែងប៉ោះពោតខ្មែរពោតប្រាំងហើយយើងមានទឹកជ្រលក់យើងពីរមុខយើងមានផ្លេចទាយចាញ់ញ៉ាត់ទឹកត្រីផ្អែមហើយនឹងផ្លែកមួយទៀតយើងមានជាមួយនឹងទឹកតៅហ៊ូអេឥឡូវរូបរាងវាឲ្យម៉ាលើម៉ាដែរបងប្អូនធ្វើដល់ផ្ទាល់ដៃទៀតចង់ញ៉ាំអត់ឥឡូវបើចង់ញ៉ាំខ្ញុំសាក់ភ្លក់អូខេឥឡូវយកណាណអហោអើយធ្វើលេបងប្អូនប្រកាសជាយកធំមុនគេហើយអញ្ចឹងយើង let's start មើលយើងធ្លាប់តែទឹកត្រីផ្អែមហីអញ្ចឹងយើងសាកទឹកត្រីទឹកអីគេមិញទឹកតៅហ៊ូម្ដងឲ្យវាប្លែកម្ដងអញ្ចឹងណាអូមកផ្លូវហ្នឹងមាច់បាយមកឆ្អែតមកឆ្ងាញ់ធ្វើខ្លួនឯងបើមិនថាឆ្ងាញ់ទេបិសមទុកវាមួយដល់ឡែកសិនយើងសាកញ៉ាំដៃណាបងប្អូនភាសាយើងញ៉ាំជាលក្ខណៈគ្រួសារអញ្ចឹងមានតែពីរនាក់ឯងមានកាមេរ៉ាមែនហើយនឹងខ្ញុំអញ្ចឹងកាមេរ៉ាមែនចាំក្រាមក្រោយញ៉ាំញ៉ៃកាមេរ៉ាមែននេះទឹកត្រីផ្អែមគ្រួសារពេញប៉ោះម្ដងយើងជូរតិចទៀតមកវិញsisterអីមួយយ៉ាងហ្នឹងអាណិតកាមេរ៉ាមែននេះអត់សូវចេះហិលយើងសាកមើលចាក់អណ្ដាតឈឹបយើងសាកគ្រាប់វែងម្ដងគូធំពេកដាក់ម៉ាត់ណាទឹកហានអស់គ្នាមើលសាកអានេះម្ដងតួអង្គសំខាន់ជាងគេធ្លាប់លឺអត់ដុកមន់ដុតយងជ័យឆ្ងាញ់ណាតែអស់សាច់មាន់មុនគេសំបីតែខ្ញុំភ្លក់មុនគេគឺសាច់មាន់ឥឡូវភ្លក់គេអស់ហើយនៅតែវានៅតែយងជ័យក្តៅដល់ធៀមម្ដងនេះអូយជ្រលក់